នាថ្ងៃទី10បាទខែសីហានេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងចម្រុះចុះធ្វើរដ្ឋបាលនៅក្នុងគោលបំណងទប់ស្កាត់បទល្មើសនានាជាពិសេសការផ្ដាល់ទីតាំងស្នាក់នៅប្រមូលផ្ដុំខុសច្បាប់របស់ជនបរទេសប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន3ទីតាំងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រតិបត្តិការនេះដឹកនាំដោយលោកលៀមសូដាតំណាងឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈភិបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលនីតិវិធីពីលោកទេពខុនឆៃព្រះរាជអាជ្ញារងតំណាងលោកកើតវណ្ណរ៉េតកម្លាំងចូលរួមមានស្នងការដ្ឋាននគរបាលខេត្តកងកម្លាំងកងរាជអាវុធហត្ថខេត្តនិងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែតនៅក្នុងចំណោម3ទីតាំងមានទីតាំងទី1ទីតាំងទី2ស្ថិតនៅក្នុងភូមិគីឡូលេខ4សង្កាត់ផ្សារកណ្ដាលត្រូវបានរកឃើញជនបរទេសស្នាក់នៅដោយមិនបានរាយការណ៍ទៅប្រព័ន្ធ FPCS ម្ចាស់ទីតាំងទាំងពីរត្រូវបានអនុវត្តនីតិវិធីពិន័យមាត្រាតាមពិន័យតាមមាត្រា18និងមាត្រា20នៃច្បាប់ពាក់ព័ន្ធហើយត្រូវបានណែនាំឲ្យសហការជាមួយអាជ្ញាធរនឹងច្បាប់និងគោរពច្បាប់ស្តីអំពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមទាំងអនុក្រឹត្យលេខ03ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំដោយឡែកទីតាំងទី3នៅក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលត្រូវបានរកឃើញជនបរទេស11នាក់ក្នុងនោះមានចិនម្នាក់ថៃ10នាក់និងជនជាតិខ្មែរម្នាក់ក្នុងនោះមានជនបរទេសមួយចំនួនបានស្នាក់នៅហួសទឹកតការគ្មានលិខិតឆ្លងដែននិងជាប់នឹងខ្លួននិងឆ្លងដែនខុសច្បាប់លើពីនេះទីតាំងនេះក៏បានរកឃើញវត្ថុតាំងពាក់ព័ន្ធបទល្មើស online scam រួមមានកុំព្យូទ័រ20គ្រឿង tablet 2គ្រឿងទូរស័ព្ទ16គ្រឿងវត្ថុតាំងនៅមនុស្សត្រូវបានបកគលជូនជំនាញដើម្បីអនុវត្តនីតិវិធីបន្តចំណែកឯទីតាំងត្រូវបានបិទជាបណ្ដោះអាសន្នប្រតិបត្តិការនេះបានបង្ហាញអំពីការបដិញ្ញាចិត្តរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យនៅក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងទប់ស្កាត់បទល្មើសឆ្លងដែនជាពិសេសបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងតែជាក្តីបារម្ភ